ជាលើកដំបូងដែលកូនប្រសាស្រីមហាសេដ្ឋីមកដល់ផ្ទះប្តីនៅស្រុកស្រែគាត់ទទួលបានកាដូស្វាគមន៍ដ៏សាមញ្ញតែប្រណិតមិនទាន់ទាំងចូលផ្ទះផងកូនស្រីខាងប្រុសក៏យកខ្សែពេជ្រតម្លៃរាប់លានដុល្លារមកពាក់ឲ្យនាងឆ្ងល់ណាស់ព្រោះចាំបានថាប្តីនាងខ្សែធនហើយតើនេះរបស់คล้ายคล้ายទេដឹងដំបងនាងជឿសម្ដីពួកគេស្មានថារបស់คล้ายคล้ายមែនតែពេលចូលដល់ក្នុងផ្ទះទើបចាប់ផ្ដើមសង្ស័យតើមានមនុស្សធម្មតាណាដាក់កាបូបម៉ាក់ល្បីចោលពេញផ្ទះចឹងកំពុងតែសង្ស័យពីអត្តសញ្ញាណគ្រួសារនេះស្រាប់តែគាត់ប្តីដែលគេល្បីថាជាអ្នកធ្វើស្រែក៏ត្រឡប់មកដល់បងមកហើយឃើញបរិសសង្ហាម្នាក់នៅចំពោះមុខនាងស្ទើរតែមិនជឿភ្នែកខ្លួនឯងនេះមិនមែនជាកសិករដូចគេថាទេកំពុងផ្លឹកប្តីក៏ហុចកាដូស្វាគមន៍ឲ្យដែរនេះជាប្រកបទិព្វប្រចាំត្រកូលភ័យថ្ងៃក្រោយបើមានគ្រោះថ្នាក់យកវាចេញមកឲ្យតែអ្នកស្គាល់ឈ្មោះបងគេនឹងខ្លាចហើយឪពុកក្មេកឃើញចឹងកូននឹងចៅសុទ្ធតែមានកាដូគាត់ក៏ចេញទៅទីធ្លាក្រវីជុកគូរូបមួយផ្លែកមិនយូរប៉ុន្មានក៏បានជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានហាហាឲ្យកូនប្រសានាងបើកមើលហើយភ្ញាក់ផ្អើលខ្លាំងនេះជាស្នាដៃពិតរបស់វិចិត្រក៏ល្បីឈ្មោះជាងយ៉ាងតែល្បីថាគាត់ឈប់គូ10ឆ្នាំហើយតែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺម្ដាយក្មេកគាត់ថាគាត់ជាពេទ្យភូមិធម្មតាទេទំនេរឡើងភ្នំរកថ្នាំគ្មានអីឲ្យកូនទេមានតែយិនសិនតូចមួយក្នុងថងនេះយកទៅប្រាសិនទៅណាព្រះឲ្យនេះហៅថាយិនសិនតូចម៉ែឃើញនាងផ្លឹកស្មានថាមិនពេញចិត្តក៏ដកកាប់ពេជ្រដែលមានលុយរាប់លានដុល្លារមកហុចឲ្យទៀតនេះយកទៅកូនស្រឡាញ់អីយកទៅទិញខ្លួនឯងទៅណាហាហានេះមិនមែនជាកាតដែលស្រីហាយសូននោះចង់បានស្ទើរស្លាប់រក3ឆ្នាំទៅបានទេអីឃើញនាងឈរថ្មឹងប្តីស្មានថានាងគិតថាតិចពេកក៏រត់ទៅកាយយកកាត់ខ្មៅមួយដុំពីក្រោមសាឡុងមកទៀតប្រាប់ថាសុទ្ធតែគេឲ្យបងទេអូនយកទៅចាយលេងទៅមិនកំណត់ទឹកប្រាក់ទេមកដល់ពេលនេះទើបនាងដឹងច្បាស់ថាប្តីកសិករដែលនាងទើបតែរៀបការជាមួយនឹងក្រុមគ្រួសារនេះមិនមែនក្រដូចពាក្យចាំអារ៉ាមទេរឿងគឺថាព្រឹកមិញនេះក្នុងនាមជាកូនស្រីច្បងត្រកូលជីត្រូវរៀបការព្រមគ្នាជាមួយប្អូនស្រី3ឆ្នាំមុនប្អូនស្រីបានភ្ជាប់ពាក្យជាមួយសេដ្ឋីត្រកូលភ័យតែជិតដល់ថ្ងៃការល្បីថាត្រកូលភ័យខ្សែធនមកដណ្ដឹងប្រពន្ធជិះសុទ្ធតែម៉ូតូកញ្ចាស់ធ្វើឲ្យប្អូនស្រីចិត្តខ្មៅក៏រកលេសផ្លាស់ប្ដូរបង្ខំឲ្យបងស្រីរៀបការជំនួសឲ្យទៅរស់នៅស្រុកស្រែវិញតែនាងមិនដឹងទេថាត្រកូលភ័យមិនបានខ្សែធនទេគឺមកពីឪពុកម្ដាយគេចូលចិត្តជីវិតសាមញ្ញនៅស្រុកស្រែទើបឲ្យកូនប្រុសមកនៅមើលថែពួកគាត់ពេលម្ដាយសេដ្ឋីឃើញចរិតពិតរបស់កូនប្រសាគាត់ក៏យល់ព្រមតាមសំណើផ្លាស់ប្ដូរកូនក្រមុំភ្លាមកុំថាគេសុំប្ដូរគឺខ្ញុំជាអ្នកសុំប្ដូរនាងមិនស័ក្តិសមនឹងកូនខ្ញុំទេហើយគ្រួសារនាងក៏មិនស័ក្តិសមនឹងកូនដែរកូនប្រុសខ្ញុំស្អាតសង្ហាពូកែថ្នាក់ថ្នមកូនឯងប្រកាសជាពេញចិត្តប៉ុន្តែគេមានកូនស្រីម្នាក់មិនដឹងថាកូនអាចទទួលយកបានអត់ឬបែបនេះនាងក៏យល់ព្រមភ្លាមដោយមិនស្ទាក់ស្ទើរព្រោះនាងក៏ជាមេម៉ាយកូនមួយដែរតែអ្វីដែលគ្រប់គ្នាមិនដឹងនោះគឺកូនប្រុសរបស់នាងគឺជាឈាមជ័ររបស់សេដ្ឋីម្នាក់នេះឯង8ឆ្នាំមុននាងត្រូវគេដាក់ថ្នាំហើយមានទំនាក់ទំនងជាមួយគេការបដូរគូដ៏គួរឲ្យអស់សំណើចនេះតាមពិតជាការជួយឲ្យនាងនិងកូនបានជួបជុំគ្រួសារពិតប្រាកដវិញជីវិតពួកគេពោពេញដោយក្តីសុខចំណែកប្អូនស្រីវិញទើបតែរៀបការចូលផ្ទះអ្នកមានដែលខ្លួនជ្រើសរើសមិនទាន់បានប៉ុន្មានផងម្ដាយក្មេកស្រាប់តែឈឺដាច់សរសៃឈាមខួរក្បាលពេទ្យថាព្យាបាលបានត្រឹមតែទប់អាការៈប៉ុណ្ណោះតតែបានលោកគ្រូពេទ្យទេវតាជួយសិនតែលាក់ខ្លួនយូរឆ្នាំចេញមកព្យាបាលពួកគេស្មានមិនដល់ទេថាគ្រូពេទ្យទេវតានោះគឺត្រូវជាម្ដាយក្មេករបស់បងស្រីដែលនាងទើបតែបដូរគូជាមួយនោះឯងចៃដន្យអីពេលពួកគេបើកឡានទៅរកគ្រូពេទ្យនៅតំបន់ភ្នំឡានក៏ខូចកណ្ដាលផ្លូវក៏បានជួបនឹងកូនស្រីសេដ្ឋីនៅតាមផ្លូវក្មេងស្រីឃើញពួកគេរកពីដូចមិនមែនមនុស្សល្អក៏មិនចង់ទៅបាត់ពេលគេសួរផ្លូវធ្វើឲ្យប្អូនស្រីចិត្តអាក្រក់ខឹងច្រឡោដើរទៅជន់ផ្សិតក្នុងកន្ត្រកក្មេងស្រីខ្ទេចខ្ទីអស់ផ្សិតរបស់ខ្ញុំគឺសំឡេងក្មេងស្រីម្ដាយនិងយាយក៏រត់មកមើលភ្លាមប្អូនស្រីឃើញថាគូស្ត្រូវចាស់សោះនេះមិនមែនជាបងស្រីដែលរៀបការមកនៅស្រុកស្រែទេអីអាងខ្លួនជាជំទាវអ្នកមានក៏ចោទថាសម្ពុតខ្លួនតម្លៃរាប់សែនត្រូវក្មេងស្រីធ្វើឲ្យប្រឡាក់ទាមទារឲ្យសងម្ដាយក្មេកឃើញពួកនេះធ្វើបាបចៅនិងកូនប្រសាថែមទាំងយកលុយមកគំរាមទៀតគាត់ទ្រាំមិនបានទេគាត់ប្រាប់ថាគាត់ហ៊ានសង្ថ្លៃសម្ពុត100000តែពួកនាងត្រូវសុំទោសចៅនិងកូនប្រសាគាត់ជាមុនសិនអូនស្រីសើចចំអកថាពួកអ្នកស្រែកក្រីក្រមានលុយឯណា100000 10រៀលមិនដឹងមានអត់ផងនិយាយមិនទាន់ផុតពីមាត់ម្ដាយក្មេកដកទូរស័ព្ទមកពេលរលុយ100000ចូលកងនាងភ្លាមមួយរំពេចហើយបញ្ជាឲ្យកូនប្រសាផ្ដល់មេរៀនឲ្យនាងភ្លាមខាងមួយកំភ្លៀងនេះសងជំនួសសិតដែលនាងជន់ខាងមួយកំភ្លៀងនេះសងជំនួសតុងដែលនាងធ្វើបាបហើយមួយកំភ្លៀងនេះទៀតសងជំនួសម៉ាក់ដែលនាងមើលងាយប្តីរបស់ប្អូនស្រីឈរមើលប្រពន្ធត្រូវគេវាយនាងឈរមើលធ្វើអីមិនជួយប្រពន្ធទេជួយពួកវាមានកម្មបិតណាខ្ញុំខ្លាចបងស្រី
ឈប់វីទៅខ្ញុំខុសហើយខ្ញុំសុំទោសខ្ញុំមិនគួរជេរតុងទេខ្ញុំមិនគួរជន់ផ្សិតចោលទេខ្ញុំសុំទោសហើយល្មមឈប់បានហើយនៅម៉ាក់វីក្បាច់មិញលយខ្លាំងហ្មងតោះយើងទៅផ្ទះធ្វើផ្សិតញ៉ាំវិញតោះចាំរើសផ្សិតខាងនោះសិនកូននៅសល់ច្រើនណាស់ចំណែកឯនាងវិញឆាប់នាំគ្នាចេញពីទីនេះទៅហើយចាំទុកផងបើមានលើកក្រោយទៀតបុកឲ្យងាប់ហ្មងឆាប់ងើបទៅប្រាប់ហើយថាកុំមកនៅមកទៀតមិនក៏ឯងមិនជួយខ្ញុំអូនឯងមិនលើទេហីពីថានឹងបុកឲ្យងាប់ណាឯងមិនមែនខ្សែធន់ហើយទេមិនក៏មានលុយច្រើនម្ល៉េះចប់